គុណខ្មែរបាទពាក្យគុណខ្មែរមួយម៉ាត់នេះបងប្អូនខ្មែរគ្រប់រូបប្រកាសជាស្គាល់ថាគុណខ្មែរជាអ្វីគុណខ្មែរជារបស់អ្នកណាបាទគ្រួសារខ្ញុំរស់ស្រួលដល់ថ្ងៃនេះក៏ដោយសារគុណខ្មែរខ្ញុំមានមុខមានមាត់នៅក្នុងសង្គមរាល់ថ្ងៃក៏ដោយសារគុណខ្មែរដោយសារឪពុកខ្ញុំជាគ្រូបដាលក៏ជាអតីតកីឡាករដែលបង្ហាត់ខ្ញុំផ្ទាល់ហើយប្រហែលអ្នកនេះក៏ជាកូនសិស្សរបស់ឪពុកខ្ញុំដែរបាទដែលគាត់ធ្វើការវឹកហាត់មានសិស្សថ្មីសិស្សចាស់បាទដូចជាហាន់2ឬវិជ្ជការនេះគឺជាសិស្សដែលគាត់ហាត់រឿងយូរគ្រាន់ដែរហើយឪពុកខ្ញុំមើលសិស្សបដាមើលចៅបដាបាទកូនមួយទៅចៅមួយថាំងបាទមើលដល់ខ្ញុំហើយឥឡូវមើលដល់កូនខ្ញុំទៀតបាទហើយក៏ឆ្លៀតបង្ហាត់សិស្សបាទពេលព្រឹកហើយកីឡាករយើងក៏មិនសូវមានពេលហាត់ច្រើនដែរដោយសារតែក្មេងៗគាត់ចប់រៀនបាទសិស្សនៅតាមខេត្តគឺគាត់ឆ្លៀតពេលទំនេរពីការសិក្សាក៏ឆ្លៀតមកហាត់គុណខ្មែរហើយពុកម៉ែបងប្អូនដែលហាត់គុណខ្មែរដែលចង់ឲ្យរីកចម្រើនបាទមិនមែនប្រើពេលរយៈពេល1ឆ្នាំ2ឆ្នាំបានផលនោះទេបាទគឺចំណាយពេលយូរណាស់អញ្ចឹងកីឡាករដែលស្រឡាញ់ចង់ចាប់អាជីពនៅក្នុងវិស័យកីឡាបដាល់គុណខ្មែរបាទត្រូវខំអំណត់ប្រឹងប្រែងវឹកហាត់បាទចំណាយពេលយូរបាទមិនមែន1ឆ្នាំ2ឆ្នាំដូចខ្ញុំនិយាយអញ្ចឹងមិនងាយបានទេបងប្អូនបាទប៉ុន្តែបើសិនជាយើងជោគជ័យហើយយើងតស៊ូបានហើយសម័យនេះគឺយើងនឹងទទួលបានផលវិញពីគុណខ្មែរជាមិនខានបាទជាស្រែងដូចជាបងអូនប្រុសហាន់2បាទដែលជាកូនសិស្សរបស់ឪពុកខ្ញុំបាទគាត់មកហាត់តាំងពីតូចបងប្អូនមកហាត់តាំងពីតូចធាក់កង់មកហាត់បាទតស៊ូណាស់ហើយមកដល់ពេលនេះយើងក៏លេចមកមើលហាន់2សល់អីខ្លះបាទមានទាំងម៉ូតូបាទមានទាំងខ្សែកខ្សែដៃអញ្ជៀនមានទាំងលុយបាទគឺគាត់ចាប់ផ្ដើមអភិវឌ្ឍខ្លួនទៅមុខបន្តិចម្ដងណាពុកម៉ែបងប្អូនបាទហើយចាំមើលទៅមុខទៀតតែគាត់សល់អីខ្លះបាទឥឡូវនេះគឺគុណខ្មែរហុចផលឲ្យគាត់វិញហើយបាទទាំងខ្ញុំទាំងឪពុកខ្ញុំក៏ទទួលបានផលពីគុណខ្មែរច្រើនដែរបាទបច្ចុប្បន្ននេះបាទយើងមិនមែនដូចសម័យមុនទេបាទអញ្ចឹងសម័យឥឡូវគុណខ្មែររីកចម្រើនខ្លាំងអ្នកណាខំហាត់អ្នកនឹងទទួលបានបាទតបស្នងពីគុណខ្មែរវិញជាមិនខានបាទទី1យើងហាត់ដើម្បីសុខភាពចាក់ឆ្ងាយពីគ្រឿងញៀនបាទទី2យើងស្រឡាញ់គុណខ្មែរយើងហាត់ទៅកីឡាបដាល់យើងរីកចម្រើនយើងខ្លាំងលើកមុខមាត់ប្រទេសជាតិយើងអាចក្លាយជាកីឡាករជម្រើសជាតិអាចមានឱកាសក្លាយជាម្ចាស់មេដាយមាសតំណាងឲ្យប្រទេសកម្ពុជាយើងបាទអញ្ចឹងអ្នកដែលស្រឡាញ់គុណខ្មែរកុំបាក់ទឹកចិត្តយើងហាត់ដបងយើងបានវាយឬមិនបានវាយយើងត្រូវតែអំណត់អត់ធ្មត់ខ្លួនឯងពុកម៉ែបងប្អូនបាទថ្ងៃណាមួយយើងនឹងរីកចម្រើននឹងទទួលបានផលពីគុណខ្មែរវិញជាមិនខានទេឲ្យតែយើងធ្វើចេញពីចិត្តធ្វើដោយដាក់បេះដូងណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងដោយបងប្អូនដែលគាត់ហាត់នេះគឺគាត់ទៅតែវាយបាន4-5ដងថ្នាលគុណខ្មែរអីទេបងប្អូនបាទហើយគាត់ដាក់គោលដៅរបស់គាត់បាទសិស្សបងអូនសិស្សក្នុងក្លឹបរាហូមួយគឺប្រាប់អស់ហើយថាហាត់ដើមមិនស្រួលទេប៉ុន្តែបើចង់ជោគជ័យពីគុណខ្មែរយើងត្រូវតែខំប្រឹងប្រែងបាទដូចខ្ញុំរងថ្ងៃនេះគឺបើនិយាយរឿងសល់លុយសល់កាក់ច្រើនមិនសល់អីប្រហែលទេបងប្អូនប៉ុន្តែខ្ញុំសល់ទ្រព្យរបស់បាទដូចជាខ្ញុំសល់ផ្ទះសល់ហាងលក់សម្ភារៈបាទសល់ឡានសល់ដីអីតិចតួចហ្នឹងបាទប៉ុន្តែបើយើងកលេចមើលគឺច្រើនដែរបាទច្រើនគួរសមដែរទោះបីជាពេលនេះយើងមិនតន់សល់លុយប៉ុន្តែយើងសល់របស់ហើយរយៈពេលដែលខ្ញុំខំកសាងនេះមិនមែនតិចឆ្នាំទេគឺយូរឆ្នាំខ្លាំងមែនតើពុកម៉ែបងប្អូនមកតម្រុំតែមានថ្ងៃនេះបាទយើងនិយាយនេះគឺមិនអួតទេគ្រាន់តែបង្ហាញឲ្យបងប្អូនចំនួនក្រោយក៏ដូចជាបងអូនស្រឡាញ់គុណខ្មែរអញ្ចឹងគាត់មានឆន្ទៈគាត់មានការខិតខំប្រឹងប្រែងឲ្យមានអនាគតល្អគ្រួសាររស់ស្រួលបាទពីវិស័យកីឡាបដាល់គុណខ្មែរបាទនឹងហើយបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនដែលទំនេរពីការងារអាចវឹកហាត់គុណខ្មែរបានបាទយើងកុំទៅដើរលេងអត់ប្រយោជន៍បាទគុណខ្មែរបោះដូនតាយើងកាលណាយើងខំប្រឹងហាត់ទៅគុណខ្មែរយើងរីកចម្រើនយើងរីកចម្រើនផងដែរបាទអញ្ចឹងអរគុណបងប្អូនអរគ្នាបាយបាយ